ថ្ងៃនេះដែរមកមើលប្អូនកាត់សក់របៀបឡុងសុងជើងសណារបៀបសិស្សសាលាថ្នាក់ទី9ទី10ទី11 12អីហើយម៉ូដនេះដែរខ្ញុំបាទកាត់រយៈពេល9នាទីហើយគិតនេះជាមួយប្រចាំរបស់ខ្ញុំហើយបាទហើយសូមបងប្អូនដៃថ្មីជួយមើលទៅនេះព្រោះខ្ញុំកាត់មួយទេហើយជាងខ្ញុំនៅមានកម្រិតដែរខុសឆ្គងត្រង់ណាសូមបងប្អូនមីកុំប្រកែកប្រកាន់ព្រោះជាងនៅជនបទអត់បានទឹកដៃអត់សូវបានដូចមីជាងបងធំហ្នឹងណាហើយបើខុសឆ្គងត្រង់ណាសូមមីជាងធំសូមជួយ comment កែតម្រូវផងហើយសូមជួយមើលទាំងអស់គ្នាតើបាទហើយនេះប្អូនចាប់ផ្ដើមរំលឹងឲ្យសពីក្រមដេញច្មល់ទៅលើហើយម៉ូដនេះមានអីទេមានតែរំលឹងកិលចុងកិលឡើងនេះឯងហើយព្រោះម៉ូដជើងសឡុងសុងធម្មតានេះពីទូទៅហើយនៅវាលតំបន់ខ្ញុំនេះបាទព្រោះនៅខាងខ្ញុំនេះខាងស្រុកសូត្រនិគមហើយនៅភូមិណាចែកគុំសំរោងអត់បានលើកជា high fade low fade អីទេនេះខ្ញុំជារឿងម៉ូដសក់វិញបើឲ្យខ្ញុំស្គាល់រឿងម៉ូដច្រើនខ្ញុំអត់ដែលស្គាល់ទេម៉ូដសក់ព្រោះខ្ញុំរៀននេះក៏រៀននៅស្រុកស្រែតាមជនបទដែរហើយម៉ូដសក់ដែលគេសម័យថ្មីនេះវាច្រើនព្រោះខ្ញុំបាទស្គាល់អត់អស់ទេហើយបើម៉ូដឡុងសុងជើងសអញ្ចឹងគេហៅម៉ូដឡុងសុងថៃពីមុនដល់ឥឡូវដឹងគេហៅមិនទេព្រោះម៉ូដសម័យឆ្ងាយព្រោះច្រើនណាស់ព្រោះបងអូនស្គាល់អត់អស់ទេព្រោះបងអូនអត់ដែលបានរៀនអំពីម៉ូដសក់បើគេយកទូរស័ព្ទមកឲ្យមើលកាត់តាម TikTok ឲ្យត្រូវនឹងមុខត្រូវនឹងមាត់ខ្ញុំកាត់បានប៉ុន្តែបើឲ្យមើលក្នុង TikTok យកមកកាត់ហើយវាបានដែរវាអត់ដូច100%ទេវាបានត្រឹម70% អីណា80% អីហើយព្រោះណាមួយក្បាលយើងវាអត់សមអត់ស្អាតដូចពួកជនបរទេសណាហើយក្បាលយើងមានកឡុកមានកប៉ែតមានផតច្រើនបែបច្រើនម៉ាកណាបងប្អូនហើយនោះនេះដែរខ្ញុំកាត់ខាងឆ្វេងជិតរួចហើយបាទព្រោះឥឡូវនេះមកដល់ពីក្រោយហើយពីក្រោយក៏ជិតរួចដែរឥឡូវនេះឈានចូលមកដល់ចំហៀងខាងស្ដាំម្ដងហើយបាទព្រោះម៉ូដនេះខ្ញុំកាត់អត់សូវបានពាក្យផ្លែទេខ្ញុំគ្រាន់តែថយលេខវាឲ្យនៅប្រហែលជា0.7 អីណាខ្ញុំអត់បានថយលេខអស់ទេព្រោះខ្ញុំរៀននៅតាមស្រុកស្រែនេះព្រោះរឿងថយលេខបូកលេខនេះខ្ញុំមើលតាម YouTube ឬក៏ TikTok ណែឬគេថា0.5 0. អីណាខ្ញុំក៏រៀនតាមគេតិចដែរព្រោះខ្ញុំពីមុនក៏មិនមែនជាអ្នកកាត់សក់បានស្អាតណាស់ដែរព្រោះខ្ញុំរៀនបានតិចតួចហើយក៏ចេញបើកទៅហើយឥឡូវនេះខ្ញុំបាទកាត់បានរយៈពេល7-8 ឆ្នាំហើយ
រត់មកដល់ឆ្នាំនេះចូល9ឆ្នាំហើយខ្ញុំបាទរៀននៅខ្វះខាតច្រើនព្រោះខ្ញុំអត់បានរៀននៅតាមខេត្តទីផ្សារព្រោះខ្ញុំរៀននៅស្រុកស្រែហើយរបៀបកាត់សក់បុរាណជើងសជើងដាប់ម៉ូតជើងឌីស្កូហើយម៉ូតមីកាអយម៉ូតអីច្រើនព្រោះម៉ូតបុរាណឥឡូវគេបំភ្លេចអស់ហើយនៅតែម៉ូតសម័យសងាយទេដែលគេមិនទាន់ភ្លេចគេចាប់ផ្ដើមផ្ទុះម៉ូត fake paper ច្រើនខ្ញុំរឹបអស់ទេខ្លះវិញម៉ូតឆូតខាងក្រោយអូបងប្អូនអើយម៉ូតសក់ខ្មែរយើងឥឡូវតាមអឺរ៉ុបច្រើនហើយនេះខ្ញុំបាទយកកន្ត្រៃកាត់ខាងស្ដាំចិត្តរួចដែរបាទហើយនេះឈានមកដល់ខាងក្រោយបង្ហើយហើយបាទបងប្អូនហើយខ្ញុំនិយាយខុសឆ្គងត្រង់ណាសូមបងប្អូនកុំប្រកែកកាន់ព្រោះខ្ញុំមិនសូវចេះធ្វើវីដេអូប្រហែលទេទើបនឹងរៀនដែរហើយទើសឆ្គងខ្លះតិចតួចខ្លះសូមអធិស្ឋានម៉ូតនេះដែរក៏ចិត្តរួចដែរបាទបងប្អូនព្រោះពីក្រោយខ្ញុំយកនឹងសលើកឡើងខ្ពស់ហើយមកដល់ពេលនេះខ្ញុំក៏ចាប់ផ្ដើមកហើយបាទវីដេអូនេះខ្ញុំអត់បានកាត់ទេរយៈពេល9នាទីណាខ្ញុំចាក់វារហូតហើយនេះដល់ពេលនេះចាប់ផ្ដើមកហើយបងប្អូនព្រោះរបៀបការកខ្ញុំក៏ជាកដែរដែរបងប្អូនមើលក្នុងវីដេអូមុនចឹងវាមិនខុសគ្នាពីវីដេអូមុនទេហើយបងប្អូនក៏សូមជួយ like comment ហើយ share វីដេអូខ្ញុំមួយម្នាក់ផងបាទហើយការកយើងខ្ញុំក៏ចិត្តរួចមកចំហៀងដែរបាទហើយលេងចាស់ហើយអ្នកធ្វើវីដេអូនេះក៏មិនសូវប៉ិននិយាយដែររួចមកចំហៀងហើយបាទពេលកទៅខាងក្រោយយើងត្រូវបត់ដៃទៅលើកងអែលតែហាមកុំករបៀបឈោឡាមពេកព្រោះបន្ទាប់ពីឈោឡាមអាចនឹងមុតសម្បែកភ្ញៀវហើយណាយើងចាប់ផ្ដើមចាប់សាច់ឲ្យតឹងយកឡាមស្គាត់នឹងមេដៃយើងទាញសាច់ឲ្យណែនឲ្យតឹងមកយើងករួមមកវាបានស្អាតម៉ត់ល្អហើយវីដេអូនេះខ្ញុំមិនសូវច្បាស់ប្រហែលទេព្រោះអត់មានអ្នកថតបងប្អូនហើយខ្ញុំនេះមានតែឯងហើយក៏អីពីរនេះកាត់តែឯងទេហើយយើងខ្ញុំនេះក៏ចិត្តបានរួចដែរបងប្អូននេះក៏ដល់មកហើយវីដេអូក៏ចិត្តចប់ដែរបាទបងប្អូនទស្សនាលេងចាស់វីដេអូក៏ឈានចូលមកដល់ទីបញ្ចប់ត្រឹមនេះហើយបាទសូមបងប្អូនទស្សនាមើលដូចតើបាទចូលបានប៉ុណ្្នឹងឯងកាត់សក់រួចណាបងប្អូនខុសឆ្គងត្រង់ណាសូមមីជួយកែតម្រូវផងហើយដាក់បន្ទុកឲ្យខ្ញុំមួយផងបាទប្រហែលបងប្អូនហើយដល់មកអត់សូវញឹមទេមកព្រោះកើតរៀងអ៊ីលកាមេរ៉ាកើតឲ្យថតមែនប៉ុន្តែកើតរៀងអ៊ីលកាមេរ៉ាណាបាទបានប៉ុណ្ណេះឯងបងប្អូនសូមអរគុណច្រើនសូមជម្រាបលាដែលបានចំណាយពេលមកតាមដានវីដេអូរបស់ខ្ញុំបាទ